ជំរាបសួរសូមស្វាគមន៍មកកាន់ការធ្វើបទបង្ហាញកម្មវិធីសម្រាយរឿងចូលនៅរបប Pro version ជំនាន់ 1.0.4 អញ្ចឹងមុននឹងអ្នកនរគ្នាអាចប្រើប្រាស់បានអ្នកនរគ្នាត្រូវចូលទៅ download សិននៅក្នុង channel របស់យើងមានឈ្មោះថា Jurano 2 អ្នកនរគ្នា download មកនេះជំនាន់នេះ download ហើយ install ចឹងនៅពេលដែលអ្នកនរ download បានហើយអ្នកនរនេះឧទាហរណ៍ខ្ញុំបានទៅឡើងវិញប៉ុន្តែខ្ញុំបង្ហាញយ៉ាងតិចទៅនៅកណ្ដាប់របស់តិចមកយើងចុចពាក្យ និចរហូតនិចថាចប់ដល់មកទៀតអ្នកនរបើកម្មវិធីនឹងមកឥឡូវនេះខ្ញុំ clear សិនអ្នកនរធ្វើការ load video ចូលអូខេកន្លែងនេះមិនខ្វល់ទេ load video ចូលហើយអ្នកនរគ្រាន់តែរើសយកគេឥឡូវអ្នកនរធ្វើការ generate ជាមួយនឹង Gemini ឬក៏ Whisper ឥឡូវខ្ញុំបង្ហាញ Whisper សិនហើយអ្នកនរចូលទៅកាន់ setting សិនមកយើងយកពាក្យ Whisper translate អាហ្នឹងពេលយើង click Whisper ហ្នឹង translate ហ្នឹងគឺវា auto បូកជាមួយ translate តែម្ដងណាយើងមិនចុច translate ទៀតទេអូខេដល់មកទៀតយើងចុច transcript អូខេនេះបើសិនជាម៉ាស៊ីនអ្នកនរខ្លាំងណាស់វាដល់លឿនខ្ញុំទៀតណាឥឡូវនេះវាឡើងដល់ 98% ហ្នឹងមានន័យថាវាអត់ចាំបាច់ឲ្យយើងចុច translate ទេគឺវា auto translate ដល់យើងតែម្ដងអូខេឥឡូវដោយសារយើងកំពុងរងចាំខ្ញុំសូមបង្ហាញពីយើងរបៀបបង្កើត API key សិនណាអ្នកទាំងអស់គ្នាចូលទៅ Google Chrome ដើម្បីពាក្យ Google Search Your AI មកហើយអ្នកចុចពាក្យ Google AI Search Your ហើយយើងចុចពាក្យ Get Start ហើយអ្នកនរចុចពាក្យ Create ដោយសារខ្ញុំមាន2 3អញ្ចឹងខ្ញុំថែមទៀតណាអញ្ចឹងនៅក្នុងនេះយើងអាច select ដូរឈ្មោះអីបានអញ្ចឹង create project មកបញ្ជាយើងឈ្មោះអីអញ្ចឹងយកពាក្យ create មកអូខេបន្តមកនេះទទួលបាន API key នេះ copy មកគឺទៅយក copy នេះក៏បានដែរហើយខ្វែងចោលមកហើយនេះឥឡូវយើងបកប្រែរួចហើយយើង transcript មិនចាំបាច់យើងប្រើ Gemini អានេះយើងប្រើ Whisper យើងប្រើនៅលើ local machine យើងហើយវារុញទៅឲ្យ Gemini បកពីភាសាដើមមកភាសាខ្មែរយើងតែម្ដងអញ្ចឹងបើសិននេះករណីយើងចង់ប្រើប្រភេទ Gemini មកយើងអត់យក local ទេអញ្ចឹងយក Gemini ហើយកន្លែងនេះអ្នកនរគ្នាដូរពេលដែលអង្គជឿទៅគឺអត់មានជាប់ API key ទេប៉ុន្តែមិញហ្នឹងខ្ញុំបង្ហាញពីរបៀបបង្កើត API key អ្នកនរគ្នាពិផាស API key មិញហ្នឹងចូលមកផាសឲ្យជាប់ហើយវាជាប់អូតូតែម្ដងនេះផាសជាប់ចុច translate នៅជាប់អូខេអញ្ចឹងចូលដល់កន្លែងនេះយើងអាចកំណត់ជា penalty ឬ auto យើងចង់រើសមក auto យើងចង់រើស penalty យើងយកតួអង្គស្រីប្រុសយើងចុចមកនេះយើងចង់យកស្រីឬស្រីមកយើងយកទៅចុច mail មកវីដេអូមកហើយចូលដល់កន្លែងនេះយើង auto យើងចុចពាក្យ run ហ្នឹង run ជាវីដេអូ run ទៅត្រូវអាចទៅខ្ទង់ 80% ដែរតែអ្នកនេះខ្ជិលអ្នកចង់យក process ចុច all mail មកចង់យកស្រីសុទ្ធ all female ដានមកនេះស្រីសុទ្ធហើយយើងចង់បើយើងមាន SRT ពីក្រៅមកយើងអាច upload ចូលឥឡូវឧទាហរណ៍ថាខ្ញុំមាន SRT ខ្ញុំលុប clear ចោលខ្ញុំ upload វីដេអូនឹងចូលវិញហើយខ្ញុំមិនបាច់ transcript អីម្ដងទៀតទេខ្ញុំ import ចូលដល់នេះខ្ញុំមានស្រាប់អូខេមកអូខេអញ្ចឹងយើងមានជំរើសច្រើនហើយមួយទៀតនៅកន្លែងនេះប៊ូតុង clear យើង clear ម្ដងមួយនេះហើយកន្លែងនេះ edit យើងចង់ដូរអីគេដាក់ថាអីវាអូននិយាយអញ្ចឹងឧទាហរណ៍យើងចាត់ថាយើងដាក់ខ្ញុំចង់ថែមអូខេចប់អូននិយាយអញ្ចឹងទៅហើយកន្លែងនេះ gender យើងចង់ដូរកន្លែងហ្នឹង
nhưng cho ai xây giấy đưa vào lại ní nhưng cho ai xây giấy chẳng những chợ đố lại ní chẳng preview thầm lệ do những nơi segment team môi ní chỉ preview mà only giấy nè only giấy hay lại ní lục lục môi trên cho ai nhớ nè anh nó bớt sinh dương chọn lục bắt đầu một tiếp châu đo lần mà nhầm lục mùi bạn đấy chưa nhầm xong clear sẵn nhầm upload đầu tiên upload SRT file chỗ em lại ní mạch khó đó vì ở đây thì anh lại sẽ nhớ anh lại nhờ lời đến cái chỗ đó là bên trong lúc ní bây giờ dương trong trận lúc dương thử select dương trong lúc mình mùi nào chứ đó ai chỗ nào lại ní lại setting xong hai setting các viên mình dương mình reference trên đó nó trong reference mình trên đó mình ý mình thêm ý nào này hồi đó bảo chớ này chừng lại trên đó này mình những dương vào Whisper Bowl Translate mình này thang cần là dương click thật translate cái nữa từ với auto trên được chưa sort mai bị đặt má sort mai mà dương lại ní dương vô chìm này để dương bị chỗ khi đó mình nhất là em phải chừng mình những transcript bài mưa mình những dương dùng vô Whisper còn tay nữa này một sinh này nó tối như là vô chìm này tới mạch thường giống là như mà hai em nữa okហើយកន្លែង team នេះយើងអាចដូរពណ៌យើងចង់ដូរ dark light នេះដូរនេះ light សដូរទៀតមកនេះអានេះ premium អានេះមួយទៀតមកចង់ដូរអានេះយើងយក dark វិញមកក៏បាននេះទៅវិញយើង click close ឬយើងមិនខ្ញុំហៅដល់ខ្ញុំឡង close ចូលដល់កន្លែងshortcut នៅនេះមើលទៅហើយកន្លែងនេះ system setup របស់យើងមើលទៅនេះ ទីមានយើងអត់អីទេយើងប្រើបានណាហើយកន្លែងនេះកន្លែងទីប្រាប់ថាវា record ឲ្យយើងធ្វើបានវាប្រហែលវីដេអូហើយអញ្ចឹងណាគឺចោលសិនទៅហើយចូលដល់កន្លែងនេះយើងមុខងារដែលយើងអាចធ្វើការធ្វើការបកប្រែទៅជាសំឡេងទំនើបពិតបានអញ្ចឹងណាកន្លែងមុខងារនេះមុខងារ Vox Event 2នេះចូលដល់ Labot នេះគឺកន្លែងពិសេសអញ្ចឹងចូលដល់កន្លែងនេះគឺវាបញ្ជាក់ពី version ដែលយើងកំពុងប្រើហើយ version នៃករណី admin មាន update admin ធ្លាក់ពីversion ថ្មីទៅអ្នកនរនេះក៏ចុចពាក្យ check update មកវានឹងអនុញ្ញាត version មាន version ថ្មីនេះវានឹងអនុញ្ញាតឲ្យអ្នកនរទៅធ្វើការ download អូខេអញ្ចឹងកន្លែងនេះមានតែប៉ុណ្្នឹងចូលដល់កន្លែងចំណុចនេះSRT នេះខ្ញុំបានបង្ហាញមិញហើយចូលដល់កន្លែងលោកបាច់ខ្ញុំនឹងបង្ហាញពេលក្រោយពេលខ្ញុំ render នេះ test សិនហើយអ្នកនរគ្នាមើលចូល download BGM នេះមានថាយើងចង់ទាញplane ដាក់សម្រាប់អមជាមួយនឹងសាច់រឿងរបស់យើងអញ្ចឹងណាអានេះគេថា background music ហើយចូលដល់ isolate BGM នេះមានន័យថាយើងវាមានពីរជំរើសទី1វាលុបសលេងតួអង្គចេញដល់ជំរើសទី2គឺកាត់បន្ថយនៃការនិយាយរបស់តួអង្គឲ្យទីបំផុតចឹងបើសិនយើងយកមួយណាយើងចុចពាក្យ process មកនេះវានឹង generate isolate BGM នឹងឲ្យយើងមកអញ្ចឹងដោយសារយើងបាន generate isolate BGM ហើយអញ្ចឹង admin សូមធ្វើការ render test ឲ្យអ្នកនរមើលតែម្ដងណាអញ្ចឹងកន្លែងនេះបើសិនអ្នកនរប្រើជាមួយនឹង Vox M2 កន្លែងនេះវានឹងដូរពី TTS ទៅជា Vox ហើយកន្លែង background music នេះអ្នកនរចង់យក45ក៏បានឬចង់យកត្រឹមបើអ្នកឲ្យបើកលឺដល់190គឺលឺសំឡេង background លឺតាមនឹងអញ្ចឹងណាអញ្ចឹងកន្លែងនេះខ្ញុំយក20បាន45ក៏បាន12បានហើយយើង render អញ្ចឹងយើង render នៅដាក់លើ desktop ទៅហើយយើងដាក់ពាក្យយើង replace file នេះមួយទៅអូខេអញ្ចឹងនេះ render អញ្ចឹងចាំខ្ញុំ play ឲ្យហើយចាំខ្ញុំបង្ហាញពីមុខងារខាងលើនេះអូខេឥឡូវយើងបាន render ចប់ 100% ហើយអញ្ចឹងយើងចូលទៅ set អស់គ្នានេះចូលដល់នេះមក
Nì dây. Ở chân. Tới mình đo. Cái lên background xịn mà viên nào biết. Lúc để Einstein sau nó mình men chip ôn dịch. Ok. Chẳng lớn ấy nhưng sau và hai nhà khangលើកabout video នេះវិញកន្លែងនេះគឺមុខងារ flip នេះយើងចង់ flip video ណាហើយកន្លែងនេះគឺយើងឡើងចុះហើយកន្លែងនេះយើង crop video យើងចង់ crop នៅតាមប៉ុណ្ណាអីចឹងណានេះមាន original មាន1 លើ 1 ចុច1 លើ 4 16អីចឹងណាអរគ្នារើសមកអ្នកនរគ្នាចុច confirm មកអូខេយក free ក៏បានយើង select ខ្លួនឯងចឹងណាអូខេហើយយើងបើថាយើងចុចច្រើននេះយើងយក reset វិញមកយើងខ្វែងវាមកនេះវាអត់មានជាប់ទេហើយចូលដល់កន្លែងនេះយើងឧទាហរណ៍ថាឥឡូវយើងចេះយើងចុច flip ហើយយើងចង់ឲ្យវាទៅទំនុកដើមវិញយើងយកកន្លែងសញ្ញាពួយនេះមកហើយកន្លែងនេះមុខងារយើង add text យើងចង់សរសេរនៅលើរឿងរបស់យើងអញ្ចឹងកន្លែងនេះខ្ញុំសូមបង្ហាញឧទាហរណ៍ថាយើងសរសេរសម័យរឿងគេសម័យរឿងចិនអញ្ចឹងណាអូខេអញ្ចឹងចូលដល់កន្លែងហ្នឹងយើងអាចដូរ font ឬក៏ style យើងតាមនឹងបានអញ្ចឹងវាមាន preset ស្រាប់យើងចង់ដូរជាពណ៌សក៏បានពណ៌សយើងចង់ដូរពណ៌លឿងក៏បានហើយនេះយើងចង់custom វាឲ្យវាមានចលនានេះយើងឲ្យវារត់នេះឆ្វេងស្ដាំមុខក្រោយទៅឆ្វេងស្ដាំចឹងហើយនៅកណ្ដាលហើយនេះយើងកំណត់ឲ្យវា loop អូខេអញ្ចឹងឥឡូវយើងសាក់ play មកនេះវា loop អញ្ចឹងចង់ឲ្យស្មើនេះយើងទីវាមកវារត់មកស្មើលើក្រោមមកវានឹងរត់ទៅណាពេលយើង render យើងអាចសេរីយកលឿនរយយកលឿនញក slow អីនៅក្នុងនឹងបានអញ្ចឹងណាហើយកន្លែងនេះយើង add watermark អញ្ចឹងឧទាហរណ៍ថា admin ចង់ដាក់ watermark នេះហើយ admin ចង់កែវាហើយ opacity វាចង់ឲ្យស្រាលទៅនឹងតិចយើងសេរីថយទៅនោះហើយយើងចង់ឲ្យវារត់ animation មិនយើងរើសយកមកនេះកន្លែងdynamic watermark នេះคลิก OK មកហើយជាមួយយើង play មើលនេះពេលវាលុតពេញហ្នឹងឯងបន្តមកទៀតចូលដល់កន្លែងយើង add logo យើងចុចកន្លែង add logo វា browse ទៅរក logo ដែលយើងមានមកនេះហើយយើងចង់សេរី scale លើនឹងក៏បានឬចង់សេរីនៅខាងក្រោយក៏បានដែរយើង click សិនទៅយើងសេរីនេះអូខេយើងយកទំហំប៉ុណ្ណឹងមកតទៀតយើងចង់ដាក់ color ដើម្បីbằngអក្សរចិននេះយើងយកពី color មកនេះយើងទាញគេមកកន្លែងនេះមានជម្រើស3វាមាន L ហ្នឹង low ជាងគេហើយ M នេះ medium ហើយ A នេះមានន័យថាវា blur ខ្លាំងអានេះ blur តិចបំផុតអូខេអញ្ចឹងកន្លែងនេះចូលដល់ color studio យើងអាចធ្វើការកែពណ៌ឲ្យនៅលើនោះបានទេឥឡូវខ្ញុំលើកយកខ្ញុំកែអ្នកនរគ្នាអាចកែបើសិនអ្នកចង់ការពារជាប់ copyright អីជាដើមអញ្ចឹងណាឥឡូវយើងតែកែអញ្ចឹងអ្នកចង់ឲ្យវាទៅទម្រង់ដើមវិញអានេះយកពាក្យ reset មកចុច tick វិញមកវាទៅទម្រង់ដើមវិញហើយអូខេកន្លែងនេះយើងចង់ add sponsor នេះយើង add នេះ video overlay នេះដោយសារ admin អត់មានអញ្ចឹង admin អត់បានមកឲ្យកន្លែងហ្នឹងអូខេអញ្ចឹងឥឡូវយើង render តេស្តម្ដងទៀតទៅហើយពេលយើង render ហើយតេស្តហើយខ្ញុំនឹងបង្ហាញទៅលើការប្រើប្រាស់ load batch នេះតែម្ដងកុំឲ្យយូរអូខេអញ្ចឹងយើង render មកអញ្ចឹងខ្ញុំបន្ថយយកទៅ10% បានណា select background អូខេយើង render មកទៀតយើងដាក់gray 4នេះ gray 4យើង click ពាក្យ cell មកនេះយើង render អូខេឥឡូវនេះគឺ 85% ហើយអញ្ចឹងយើងយក select process មិញនេះ
mình những file dưỡng mua cái buồn là cái buồn dương cho từ một mất cái buồn là mình đấy cái buồn em thích đi cái buồn mở sang khởi cho những bài play game đó Nì dây so và dưới lột này watermark យើង ឲ្យ blur យើងក៏ដាក់ ឡ ដែរ ហើយ logo យើង គឺ នៅ ចំ ទីតាំង ដែល យើង កំណត់ តំណង និយាយ ឲ្យ ចំទៅ មនុស្ស ដែល ឯង ស្ដាយ ស្រណោះ មិន មែន ជា ប្អូន ស្រី ខ្ញុំ ទេ គឺ កូន តា សើ អញ្ចឹង តោះ ខ្ញុំ សូម clear ចោល អស់ ខ្ញុំ លុប ចោល អស់ ណា អូខេ អញ្ចឹង យើង ខ្ញុំ សូម បង្ហាញ មុខងារ load batch ហ្នឹង អ្នក នរ គ្នា អាច ធ្វើ ម្ដង បាន 20 វីដេអូ អញ្ចឹង កន្លែង មុខងារ នេះ បើ សិន អ្នក នរ គ្នា អត់ thích ទេ គឺ វីដេអូ ហ្នឹង គឺ វា ជាប់ សំឡេង តួអង្គ និយាយ និង សាច់ music background ទាំង អស់ តម្ដង អញ្ចឹង អ្នក ទៅ thích ហើយ អ្នក អាច រើស ពីរ ជម្រើស មួយ លុប ទៅ សំឡេង តួអង្គ មួយ ទៀត លុប សំឡេង និយាយ ឲ្យ ទាប បំផុត ហើយកន្លែង នេះ យើង select volume ដែល យើង ចង់ ឲ្យ វា លឺ កម្រិត ណា អញ្ចឹង ណា ហើយកន្លែង នេះ យើង browse នេះ គឺ យើង ទៅ រក យើង អាច ទៅ បង្កើត folder មួយ ដើម្បី យើង ទុក ការងារ ដែល យើង ធ្វើ ការ render នេះ render ជា process batch នេះ យើង ឧទាហរណ៍ ថា យើង មាន 20 វីដេអូ ណា អញ្ចឹង folder ខ្ញុំ ខ្ញុំ ដាក់ លើ desktop មាន ឈ្មោះ batch doer អញ្ចឹង យើង browse មក ឃើញ នេះ អញ្ចឹង ឥឡូវ នេះ ខ្ញុំ នឹង test វីដេអូ អ្នក មួយ ដោយសារ ខ្ញុំ មិន បាន ចូល វីដេអូ បាន ច្រើន នៅ នឹង អញ្ចឹង ខ្ញុំ test ឲ្យ អ្នក គ្នា ទៅ ឥឡូវ សម្រាប់ តែ ខ្ញុំ យក tick នេះ ហើយ ខ្ញុំ យក លុប សំឡេង តួអង្គ ទាំង ស្រុង បន្ទាប់មក ខ្ញុំ ចាប់ ដំណើរការ ធ្វើ ការ batch add មក ចូល អញ្ចឹង ខ្ញុំ ឧទាហរណ៍ ថា យើង មាន 20 វីដេអូ ចុះ ឧទាហរណ៍ អញ្ចឹង ពេល អ្នក គ្នា upload ទាញ ចូល ហើយ អ្នក ចង់ រើស gender ហើយ ចុច ពាក្យ all female ឬក៏ male នេះ ចុច មក បន្ត មក ទៀត អ្នក គ្នា ចុច process តំណង អញ្ចឹង ណា នៅ ចុច process មក នេះ អូខេ នៅ process របស់ យើង ជោគជ័យ ហើយ អញ្ចឹង យើង ចូល ទៅ មើល ដល់ គ្នា មក នៅ ក្នុង new folder មិញ ហើយ យើង បើក មក និយាយ ណា ពីដំណើរការ ខ្ញុំ មិន អាច ធ្វើ វា បាន ទេ យ៉ាងណាមិញ អ្វី ដែល អ្នក ស្ទាក់ស្ទើរ ក្នុង ការ ចែក ផ្លូវ គ្នា មិន មែន ជា ប្អូន ស្រី របស់ ខ្ញុំ ទេ តែ អូខេ អញ្ចឹង ឥឡូវ នេះ វា ដំណើរការ អស់ ហើយ ហើយ បន្ត មក ចំណុច ចុង ក្រោយ ខ្ញុំ សូម បង្ហាញ ពី ការ ប្រើប្រាស់ អញ្ចឹង នៅ ពេល ដែល អ្នក មិន ទាន់ បាន ជាវ license នៅ ពេល អ្នក ដំឡើង កម្មវិធី រួច វា load ទាំង system auto check license នោះ អញ្ចឹង អ្នក ត្រូវ តែ ជ្រើសរើស យក plan ដែល ខ្ញុំ បាន កំណត់ នេះ វា មាន 1 ខែ 3 ខែ 6 ខែ និង 12 ខែ នៅ ពេល អ្នក ប្រើ ជ្រើសរើស យក មួយ ណា អ្នក គ្រាន់តែ ចុច ពាក្យ generate QR code មក វា នឹង លុប QR code ឲ្យ អ្នក scan បង់ លុយ អញ្ចឹង នៅ ពេល ដែល អ្នក scan បង់ លុយ ហើយ អ្នក ចុច ពាក្យ verify now មក វា នឹង រត់ ចូល មក Telegram របស់ admin តម្ដង ហើយ អ្នក កុំភ្លេច screenshot វិក្កយបត្រ ដែល អ្នក បង់ នឹង ផង មួយ ទៀត នៅ ពេល ដែល អ្នក ចូល មក កាន់ verify ហើយ អ្នក កុំភ្លេច copy នេះ hardware នេះ ហើយ នឹង email ផ្ញើ មក ខ្ញុំ ផង ដើម្បី ខ្ញុំ generate license key ឲ្យ ជូន ពេល អ្នក ទទួល បាន license key ហើយ អ្នក បំពេញ វា នេះ យើង អ្នក បញ្ចូល វា នៅ ផ្លោះ នេះ តមក ទៀត អ្នក ចុច ពាក្យ activate វា នឹង ជោគជ័យ អូខេ អញ្ចឹង នៅ ក្នុង វីដេអូ នេះ ខ្ញុំ មាន ប៉ុណ្ណឹង